នេះជាសកម្មភាពដែលក្រុមគ្រូពេទ្យផ្នែករោគស្ត្រីគាត់សហការជាមួយក្រុមគ្រូពេទ្យផ្នែកថតឆ្លុះហ្នឹងដើម្បីធ្វើមកថតហើយនឹងដាក់សម្គាល់នៅលើដុំមុននឹងយើងធ្វើការវះកាត់ដោយសារដុំនៅដើមទ្រូងភាគច្រើនដុំខ្លះគឺនៅជ្រៅពេកអញ្ចឹងពិបាកក្នុងការស្ទាបដឹងទី2ករណីដែលយើងឃើញថាដុំហ្នឹងសង្ស័យថាអត់ល្អឬក៏កាចគឺយើងអាចធ្វើដំណាក់កាលយកសាច់យកទៅមើលមុនបន្ទាប់មកយើងទៅធ្វើការវះកាត់ជាក្រោយអញ្ចឹងការដែលគាត់ដាក់ដែកជាសញ្ញាឲ្យយើងដឹងមុនធ្វើឲ្យក្រុមគ្រូពេទ្យយើងហ្នឹងពេលវះកាត់ទៅអត់ខុសគោលដៅហើយយកបានល្អហើយតកតងនឹងការយកឲ្យភ្លាមគឺគាត់យកទៅថតភាសាទៀតដើម្បីមើលថាតើយើងវះកាត់ហ្នឹងបានត្រឹមត្រូវដែរឬទេហើយការវះកាត់នេះគឺយើងអាចវះកាត់ដុំដោះបាននៅមន្ទីរពេទ្យអខេតកោះពេជ្របងប្អូនដែលគាត់ចាប់អារម្មណ៍មានដុំដោះគាត់អាចប្រឹក្សាគាត់អាចមកថតហើយគាត់អាចពិភាក្សាពីការច្រាប់យកទៅមើលសាច់ហើយនឹងធ្វើការវះកាត់បាននៅអខេតកោះពេជ្រ